ស្ដាប់7ចំណុចនេះហើយអ្នកនឹងមានថាមពលដ៏ខ្លាំងសម្រាប់ខ្លួនឯងទី1ស្វែងរកនរណាម្នាក់ធ្វើជាគំរូបន្ទាប់មកយើងត្រូវរៀនពីមនុស្សម្នាក់នោះយើងយកចំណុចដែលខ្លាំងរបស់គេមកធ្វើជាគំរូរបស់យើងតែកាលណាបើយើងយកគំរូពីមនុស្សដែលខ្លាំងជាមនុស្សគំរូនោះយើងនឹងមានគោលដៅមួយយ៉ាងជាក់លាក់នៅក្នុងខួរក្បាលរបស់យើងដោយមិនបាច់ខ្ញុំប្រាប់ទី2យើងត្រូវតែកាត់បន្ថយទំនាក់ទំនងណាដែលវាគ្មានប្រយោជន៍ជាពិសេសគឺមនុស្សអវិជ្ជមានយើងកុំទៅនៅចិត្តពពួកមនុស្សអវិជ្ជមានទាំងអស់ហ្នឹងពីព្រោះថាជីវិតរបស់យើងត្រូវការតែរឿងវិជ្ជមានចូលមកក្នុងខ្លួនបើយើងមានតាមមនុស្សអវិជ្ជមាននៅជុំវិញខ្លួនសួរថាតើភាពវិជ្ជមានមានដែរទេនៅក្នុងខ្លួនរបស់យើងដូច្នេះជៀសបានជៀសទៅមិនថាមនុស្សជាទីស្រឡាញ់មិត្តភក្តិក្រុមគ្រួសារឬមួយក៏ថ្នាក់ដឹកនាំរបស់យើងនោះទេទី3ធ្វើយ៉ាងណាក្នុងមួយថ្ងៃធ្វើឲ្យខ្លួនឯងរីកចម្រើនឲ្យបាន 1% ដូច្នេះនៅពេលដែលមួយឆ្នាំក្រោយអ្នកនឹងឃើញលទ្ធផលពីព្រោះថានៅក្នុងមួយថ្ងៃពីមួយថ្ងៃធ្វើម៉េចរស់ឲ្យបានដូចជាយើងរស់នៅមានជីវិតថ្មីបើមិនដូច្នោះទេអ្នកនឹងស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃដោយឥតប្រយោជន៍ពេលវេលាមិនចាំយើងទៀតទេយើងត្រូវតែច្នៃវាមួយថ្ងៃ24ម៉ោងដូចគ្នាហេតុអ្វីបានជាអ្នកដទៃគេរីកចម្រើនជាងយើងហេតុអ្វីបានជាយើងនៅកន្លែងដដែលទី4 100%នៅក្នុងមួយថ្ងៃយើងត្រូវតែធ្វើរឿងដែលមានប្រយោជន៍ចំនួន 80% 20% ទៀតចង់ធ្វើអ្វីធ្វើទៅប៉ុន្តែ 80% ធ្វើរឿងណាដែលមានប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារសម្រាប់មនុស្សជាទីស្រឡាញ់សម្រាប់សង្គមជាតិយើងធំប៉ុណ្នេះហើយយើងចេះកិនហើយថារឿងណាដែលមានប្រយោជន៍និងរឿងណាដែលគ្មានប្រយោជន៍អ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើទី5បដោតទៅលើរឿងតែមួយធ្វើអ្វីក៏ដោយកុំច្របូកច្របល់កុំចាប់នេះចាប់នោះកុំចាប់ទាំងទន្សាយកុំចាប់ទាំងត្រីរ៉ស់ចុងក្រោយទន្សាយក៏អត់ត្រីរ៉ស់ក៏រួចធ្វើរឿងណាឲ្យពិតប្រាកដធ្វើវាឲ្យឃើញលទ្ធផលចាំយើងទៅធ្វើរឿងមួយទៀតដង្កើបាក់ខ្នងវាឈានចំហៀនមួយដែលរឹងមាំហើយបានវាហ៊ានប្រឡែងជើងក្រោយតទៅមុខយើងក៏ដូចគ្នាជន់កម្មចដាលទី1នឹងណូហើយបានយើងឈានទៅដល់កម្មទី2បើមិនដូច្នេះទេយើងគ្មានលំនឹងសម្រាប់ខ្លួនឯងទេទី6យ៉ាងហោចណាស់ខួរក្បាលត្រូវតែមាននៅចំណេះដឹងបញ្ចូលចំណេះដឹងចូលទៅក្នុងខួរក្បាលខួរក្បាលរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃត្រូវតែមានចំណេះដឹងមិនអាចខ្វះចំណេះដឹងទេផ្លូវចិត្តរបស់យើងត្រូវតែទទួលបាននៅលទ្ធផលល្អទទួលបានការអប់រំល្អខួរក្បាលត្រូវការចំណេះដឹងចំណែកឯផ្លូវចិត្តក៏ត្រូវការនៅការធ្វើនៅសមាធិព្រះធម៌រូបរាងកាយត្រូវការនៅម្ហូបអាហារដើម្បីទ្រទ្រង់ដូច្នេះរបស់ទាំង3នេះมันអាចចំមួយណាបានទេទី7រៀនគិតបញ្ច្រាស់រៀនផ្លាស់ប្ដូរការគិត
ពីមនុស្សភាគច្រើននិងអ្នកដទៃគេមិនបានគិតពីព្រោះថាឱកាសគឺនៅមានច្រើនអ្វីដែលអ្នកដទៃគេមិនធ្វើយើងធ្វើអ្វីដែលអ្នកដទៃគេធ្វើមិនបានយើងត្រូវតែបង្ហាញខ្លួនឯងគិតវាឲ្យជ្រៅជម្រើវាឲ្យកាន់តែឆ្ងាយតើអ្នកគិតយ៉ាងម៉េចចំពោះคลิปមួយនេះសូមជួយចុច Subscribe ព្រមទាំង Follow មួយផងប្រសិនបើចូលចិត្តវីដេអូរបស់ខ្ញុំសូមអរគុណ